ខ្ញុំបាទនេះឈ្មោះអេវណ្ណៈអតីតយុទ្ធជនខ្ញុំចង់សួរថាលោកមន្ត្រីទាំងអស់នេះច្បាប់សិទ្ធិមនុស្សនៅកន្លែងណាខ្ញុំវាឆ្ងល់ណាស់ខ្ញុំចង់សួរឲ្យអស់លោកបកស្រាយខ្ញុំតិចមើលគ្រាន់តែប្រើសិទ្ធិការពីខ្លួនត្រូវជាប់ទោសជាប់ពន្ធនាគារចុះអ្នកដែលជន់ល្មើសហ្នឹងណាចូលមកហើយចុះបើកាប់សម្រាប់ក្រុមគ្រួសារម្ចាស់ផ្ទះនឹងស្លាប់ទៅអស់ទៅច្បាប់សិទ្ធិមនុស្សនៅកន្លែងណាអានេះគ្រាន់ប្រើសិទ្ធិការពារខ្លួននេះដែលសំណាងហើយដែលខ្ញុំអត់ធ្មត់បានថ្ងៃមុនថ្ងៃទី10ខែ5ណាមានជនល្មើសមួយក្រុមគ្នា5នាក់ឆក់ត្រីនៅឯផ្ទះខ្ញុំព្រោះភូមិនេះភូមិបូរនីសែនជ័យដំណាក់ត្រយឹងភូមិអភិវឌ្ឍបាទការពារសន្តិសុខសង្គមហើយមានជនល្មើសមួយក្រុមហ្នឹងមិនមែនជាអតីតទេសិតតែប្រជាពលរដ្ឋហើយមកនៅបូកលោកជាមួយខាងអតីតយុទ្ធជននេះហើយដើរឆក់ត្រីពេញភូមិនេះឆក់ត្រីនៅអូឯផ្ទះខ្ញុំគាត់អាស្រែកប្រាប់ថាអូណាអូនឯងកុំឆក់កន្លែងហ្នឹងអ៊ំទុកឲ្យវាពងវាកូនតពូជឆ្នាំក្រោយវាសបោត្រីយើងបានដាក់មងដាក់លួបទៅហូបបាទខ្ញុំកាន់តែស្រែកប្រាប់វាប៉ុណ្ណឹងវាស្រែកជេរខ្ញុំសិតតែម្ដាយឌៀលខ្ញុំសិតអកចាស់ហែងទៅមកនៅថ្មីទេណាហើយខ្ញុំក៏សួរវាថានៅថ្មីនៅចាស់ហ្មងខ្ញុំអតីតយុទ្ធជនណារដ្ឋាភិបាលចែកដីចែកផ្ទះឲ្យខ្ញុំនៅព្រោះខ្ញុំទៅបានវគ្គក្រោយខ្ញុំនៅក្រោយអ្នកគេបានវគ្គមុនគេនៅមុនខ្ញុំនៅចាស់នៅថ្មីមិនអូនឯងក្មេងប៉ុណ្ណឹងអូនឯងមានប្រវត្តិតស៊ូដែរអត់អាយុប្រហែលអូនឯងអាយុយ៉ាងចឹងទៅ30ហើយ30មានប្រវត្តិចូលនិវត្តន៍ដែរអតីតយុទ្ធជនដែរវាអត់មានក្បួនទេសិទ្ធិប្រជាពលរដ្ឋសុទ្ធមកនៅបុកលោកហើយគ្រាន់តែខ្ញុំប៉ុណ្ណឹងជេរម្ដាយខ្ញុំរហូតដល់ម៉ោង8យប់ម៉ោង7:78ណាម៉ោង7:50នាទីមកជិះម៉ូតូមកមុខផ្ទះខ្ញុំហើយដាក់ថៅដាក់កបិតមកខ្ញុំអត់មានអីទេថៅកបិតខ្ញុំអត់ខ្វះទេសម្រាប់ខ្ញុំត្រាយទ្រុសត្រាយស្មៅដាំដលងដាំដំណាំកសិផលសម្រាប់ហូបតែខ្ញុំអត់បញ្ចេញទេខ្ញុំអត់ប្រើទេខ្ញុំទុកចោលដូចក្រែខ្ញុំទាញដំបងមួយដាក់អែបខ្លួនព្រោះខ្ញុំនឹកឃើញថាបើគេមកកាប់ខ្ញុំយកដំបងໄວសម្រាប់ការពារខ្លួនខ្ញុំហ្នឹងប៉ុន្តែងល់ពីរស់មិនដឹងទេហើយចុះបើសិនជាគេចូលមកដល់ផ្ទះខ្ញុំបំពេញខ្ញុំសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ខ្ញុំចុះខ្ញុំយកដំបងហ្នឹងទៅໄວទប់ការពារខ្លួនរបស់ខ្ញុំហើយជ្រុលដៃទៅបាក់ដៃបាក់ជើងបែកក្បាលបែកត្បូងទៅរហូតចៃដន្យដល់ជីវិតបន្តទៅតើអស់លោកចាប់ខ្ញុំយកទៅស្កោលទោសអញ្ចឹងដូចគ្នាព្រោះអត់មានច្បាប់ទេអស់លោកអត់មានប្រើច្បាប់សិទ្ធិមនុស្សទេអស់លោកដឹងតែប្រើយកហឹង្សាយកមកហ្មងអត់មានប្រើច្បាប់ទេអានេះគេហៅប្រើហឹង្សាទាំងតើអ្នកណាសម្លាប់គេអ្នកហ្នឹងហើយជាប់ទោសព្រោះអានេះមិនមែនសម្លាប់ទេការពារខ្លួនចំណាងចៃដន្យបើសិនវាចូលមកខ្ញុំការពារខ្លួនគ្រោះថ្នាក់អីទៅខ្ញុំត្រូវជាប់ទោសជាប់គុកទៀតព្រោះខ្ញុំចាស់ចំណាស់នេះហើយខ្ញុំមិនសុខចិត្តឲ្យគេសម្លាប់ខ្ញុំទេកូនខ្ញុំទេបងប្អូនត្រូវជួយគិតខ្ញុំគិតពិចារណាមើលគេឆក់ត្រីនៅអូចិត្តផ្ទះខ្ញុំថែរក្សាខ្ញុំដាំតកួនហូបក្នុងអូហ្នឹងនៅមាត់អូខ្ញុំដាំចេកខ្ញុំធ្វើស្ពានសម្រាប់មួយទឹកគេចុះឆក់ណាល្អក់ទឹកល្អអីហើយត្រីហ្នឹងខ្ញុំក៏ហាមថាអូនណាកុំឆក់ទុកវាពងវាកូនវាតពូជឆ្នាំក្រោយអូនឯងដាក់មងដាក់លួបទៅបានហូបហើយវាស្រែកជេរម្ដាយខ្ញុំបន្តណារហូតដល់ខ្ញុំទេប្រាប់ប្រធានភូមិប្រពន្ធប្រធានភូមិលើកទូរស័ព្ទខ្ញុំប្រាប់ឲ្យគាត់សួរមានការអីខ្ញុំថាគេឆក់ត្រីខ្ញុំថាម៉េចជំរាបលោកប្រធានភូមិហ្នឹងឲ្យដាក់កម្លាំងមកដកដេកឆក់ចេញទៅកុំឲ្យធ្វើអញ្ចឹងព្រោះក្នុងភូមិ
គាត់បាត់ទូរស័ព្ទខ្ញុំទេសារក្រោយបាត់ទូរស័ព្ទដឹងតែខ្ញុំទេទៅរាយការណ៍អារឿងគេឆក់ត្រីឆក់អីបាត់ទូរស័ព្ទរហូតណាអត់ទទួលទូរស័ព្ទខ្ញុំទេខាងជាភូមិបូរនីសាន់ជ័យឯងភូមិអភិវឌ្ឍឯងហើយចុះយើងបណ្ដោយជនល្មើសឲ្យដល់ឆក់ពេញតែភូមិអញ្ចឹងយើងអត់ត្រូវជួយថែរក្សាគ្នាបើថាមិនដឹងទេមានរាយការណ៍ឲ្យយើងត្រូវចុះអនុវត្តយើងដាក់មកបញ្ជាការ2 3 4 5នាក់មកយើងដកចេញទៅឬមួយក៏យើងហៅមនុស្សនឹងជនល្មើសនឹងយកទៅណែនាំទៅតាមផ្លូវច្បាប់ទៅលើកទី1ទី2ទៅនេះអត់ខ្ញុំទេទៅបាត់ទេទៅមិនទទួលទូរស័ព្ទទទួលឲ្យមិននិយាយទៀតរាយការណ៍ខាងខ្ញុំរាយការណ៍ថាឆក់ត្រីឲ្យខ្ញុំហាមកជេរម្ដាយខ្ញុំជេរអីអត់នេះហើយការពារជនល្មើសទេធានភូមិខ្ញុំនេះណាការពារជនល្មើសមិនត្រូវទេធ្វើអញ្ចឹងគេមករោសម្រាប់ខ្ញុំដល់ផ្ទះតែគ្រាន់តែខ្ញុំថាកុំចូលតែចូលមកខ្ញុំការពារខ្លួនហើយមិនដឹងណាងាប់ណារស់ទេបើខ្ញុំងាប់ក៏ខ្ញុំងាប់មានក្នុងនាមជាមានកិត្តិយសដែរព្រោះអ្នកឯងមកសម្រាប់ខ្ញុំដល់ផ្ទះខ្ញុំការពារខ្លួនអត់ឈ្នះអ្នកឯងគ្នាច្រើនអ្នកឯងគ្នាឡើង5នាក់តែឲ្យម្នាក់មករោរឿងខ្ញុំសិនតែហ៊ានចូលខ្ញុំទីបងដាក់ឲ្យខ្លួនឃើញបងខ្ញុំឲ្យហ៊ានចូលខ្ញុំអត់ប្រើក្បាត់ប្រើថៅទេខ្ញុំប្រើបងໄວវិញព្រោះខ្ញុំការពារខ្លួនខ្ញុំបើខ្ញុំមិនការពារខ្លួនអ្នកឯងត្រូវចូលមកកាប់ខ្ញុំងាប់ហើយខ្ញុំនឹងអង្គុយរឹងក្រោមផ្ទះខ្ញុំអត់មានតវ៉ាមួយអ្នកឯងទេហើយផ្ទះខ្ញុំមានដបងទៀតផ្ទះខ្ញុំមិនអត់ដបងណាផ្ទះខ្ញុំមានដបងមកឈប់ម៉ូតូមុខផ្ទះខ្ញុំហើយនោមនៅមុខផ្ទះខ្ញុំទៀតណាមកយប់រហូតដល់ម៉ោងមកដណ្ដប់2ដណ្ដប់ជិះម៉ូតូមកដល់មុខផ្ទះខ្ញុំរូងងមកស្ទុះជិះមកវិញខ្ញុំមកដល់មុខផ្ទះខ្ញុំរូងងហើយគិតយ៉ាងម៉េចបើធ្វើអញ្ចឹងគិតយ៉ាងម៉េចខ្ញុំសួរថាអាយុ30ជាងនឹងមានប្រវត្តិដែរអត់មានប្រវត្តិតស៊ូអតីតយុទ្ធជនដែរអត់បានមកនៅអុកឡុកក្នុងភូមិអតីតនឹងខ្ញុំចង់សួរអញ្ចឹងហើយខ្ញុំចង់សួរពីអស់លោកកាន់ច្បាប់នេះចោះចៃដន្យបើគេមកកាប់ខ្ញុំថ្ងៃនោះខ្ញុំការពារខ្លួនខ្ញុំវាយទៅចៃដន្យគ្រូស្នាក់គ្រូអីទៅខ្ញុំមិនជាប់គុកដែរហើយទេហើយចាំបើខ្ញុំមិនការពារខ្លួនខ្ញុំមិនស្រាប់នឹងសារគេកាប់ខ្ញុំកូនខ្ញុំក្រុមគ្រួសារខ្ញុំមិនងាប់អស់ហើយទេបើវាឆក់ត្រីឲ្យខ្ញុំហាមគេទៅគេចែកជីម្ដាយខ្ញុំឲ្យរហូតដល់យប់ឡើងជិះម៉ូតូមករោរឿងខ្ញុំដល់មុខផ្ទះបងប្អូនមហាជនទាំងអស់សូមជួយពិចារណាខ្ញុំតិចខ្ញុំអត់យល់កន្លែងហ្នឹងឯងកន្លែងតែការពារខ្លួនឲ្យជាប់ទោសនេះសំណាងឲ្យដែលខ្ញុំស្រែកទៅវាអត់ហ៊ានចូលមកបើមិនតែវាចូលមកកាន់កបិតយកមកខ្ញុំដបងខ្ញុំការពារខ្លួននៅក្រោមផ្ទះខ្ញុំហើយចុះបច្ច័យដន្យវ័យគេមានគ្រោះថ្នាក់ខ្ញុំមានទោសដែរអត់ណាខ្ញុំអាយុខ្ញុំប៉ុណ្ណាអាយុចូលនិវត្តន៍ហើយយើងគួរពិចារណាមើលខ្ញុំមនុស្សចាស់ហើយវាក្មេងទៅអាយុ30ជាងអីហ្នឹងវាមានប្រវត្តិតស៊ូដែរអត់ចូលនិវត្តន៍ដែរអត់អតីតយុទ្ធជនដែរអត់បើស្រុកឯករាជ្យ30ឆ្នាំជាងហើយហ្នឹងខ្ញុំដូចឆ្ងល់ដែរឆ្ងល់អស់លោកមន្ត្រីនេះសិទ្ធិការពារខ្លួនឲ្យចាប់យកឆ្កល់ទោសនេះត្រូវបែងចែកឲ្យច្បាស់កន្លែងហ្នឹងអត់មានត្រូវធ្វើអញ្ចឹងទេច្បាប់អ្នកខុសគឺខុសប៉ុន្តែបើសិទ្ធិការពារខ្លួនគឺអត់មានខុសទេព្រោះការពារខ្លួននេះការពារសម្រាប់ជីវិតក្រុមគ្រួសារជីវិតខ្លួនឯងហើយណាមួយក្នុងផ្ទះនេះហើយគេហៅថាស្មើនឹងចោលចូលប្លន់ក្នុងផ្ទះយើងតដៃទៅការពារខ្លួនទៅសម្រាប់ចោលងាប់យើងមានទោសបើអញ្ចឹងចោលនឹងវាមានសិទ្ធិជាងម្ចាស់ផ្ទះទៅទៀតជាងម្ចាស់ទ្រព្យទៅទៀតត្រូវបងប្អូនមហាជនត្រូវជួយពិចារណាខ្ញុំមើលខុសត្រូវខ្ញុំនិយាយចឹងណាគេមកឆក់ត្រីអូឯផ្ទះខ្ញុំអូខ្ញុំថែរក្សាខ្ញុំមានធ្វើស្ពានសម្រាប់ដងទឹកងូតទឹកសម្រាប់ខ្ញុំដាំបន្លែដាំតកួនដាំភ្លុំកែបវិហូបគេមកឆក់ត្រីខ្ញុំស្រែកប្រាប់គេសោះ
ថាអូនណាក៏មកឆក់កន្លែងហ្នឹងទុកឲ្យត្រីវាពងវាកូនឆ្នាំក្រោយអូនឯងដាក់លបដាក់មួងបានហូបគេស្រែកជេរម្លាយខ្ញុំយប់ឡើងម៉ោង7ជាង7:08គេមករោរឿងជិះម៉ូតូមករោរឿងខ្ញុំដល់មុខផ្ទះនេះនោមនៅមុខផ្ទះខ្ញុំនេះទាំងផ្ទះខ្ញុំមានដបងនេះហើយខ្ញុំនឹងអង្គុយក្រោមផ្ទះនេះហើយម៉ូតូរោចុះរោឡើងមុខផ្ទះខ្ញុំនេះមកដល់រោទៅមករហូតដល់ជាងពាក់កណ្ដាលយប់បានស្ងាត់នេះគិតតែម៉េចច្បាប់ត្រូវគិតម៉េចកន្លែងហ្នឹងខ្ញុំរាយការណ៍វិធានភូមិមិនតបខ្ញុំទេបិទទូរស័ព្ទរហូតខ្ញុំចុចទៅទទួលអត់និយាយបិទវិញទទួលអត់និយាយបិទវិញដឹងតែខ្ញុំរាយការណ៍រឿងអ្នកឆក់ត្រីគិតមើលនេះភូមិបូរនីសែនជ័យដំណាក់ត្រយឹងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់បាទខ្ញុំអតីតយុវជនខ្ញុំចូលនិវត្តន៍អាយុខ្ញុំមិនតិចអីគូឲ្យយល់តែប៉ុណ្ណឹងបានខ្ញុំមិនបាច់ប្រាប់អាយុទេប៉ុន្តែខ្ញុំដល់ថ្នាក់ខ្ញុំតស៊ូតាំងពីឆ្នាំ82រហូតដល់ខ្ញុំចូលនិវត្តន៍ហើយអញ្ចឹងអាយុខ្ញុំក៏មិនតិចដែរអាយុខ្ញុំច្រើនណាស់ហើយក្មេងអាយុក្មេងសកលក្រោយកាលខ្ញុំហាមឲ្យឆក់ចែកចិត្តផ្ទះខ្ញុំវាមកប្រមាថរកកាប់រកសម្លាប់ខ្ញុំនេះបើសិនចូលមកផ្ទះខ្ញុំការពារខ្លួនទៅចៃដន្យមានគ្រោះថ្នាក់ទៅដឹងខ្ញុំឈ្នះក៏គេឈ្នះបើគេមកសម្លាប់ខ្ញុំការពារខ្លួនហើយចឹងខ្ញុំត្រូវមានទោសហើយចឹងសូមបងប្អូនមហាជនជួយឲ្យច្បល់ខ្ញុំតិចមើលតើកន្លែងហ្នឹងខុសត្រូវខ្ញុំហាមគេចឹងខុសត្រូវកន្លែងហ្នឹងគិតមើលផងបងប្អូនមហាជនទាំងអស់សូមជួយពិចារណាខ្ញុំជួយឲ្យច្បល់ខ្ញុំក្នុងខមមិនផងបាទសូមជម្រាបលាពីខ្ញុំអេវណ្ណៈអតីតយុទ្ធជនសូមជម្រាបលា